ចាជំរាបសួរបងប្អូនចាថ្ងៃនេះឆ្លៀតមកចែករំលែកពីរបៀបថែទាំកូនតាពាំងជូរដាំក្នុងលូស៊ីម៉ងចាដល់ពេលដែលខ្ញុំដាក់ជីទៀតណាបងប្អូនចានេះជីខាងក្រោមនេះគឺជាជីរមុខសត្វណាបងប្អូនចាហើយខ្ញុំដាក់ស្បើងក្របពីលើដើម្បីស្រោចទឹកទៅវាត្រជាក់គល់ហើយឬតាពាំងជូរយើងស្រូបយកបានល្អចាស្រោចទឹកជោគហើយបងប្អូនមើលដីខាងនេះចាអត់មើលដីចាគឺអញ្ចឹងបងប្អូនចានេះសើមសំណើមអញ្ចឹងចាគឺស្រោចមកជោគល្មមទៅពេលព្រឹកគឺស្រោចពេលព្រឹកល្អដើម្បីឲ្យវាបឺតមានពេលវេលាបឺតតាំងពីព្រឹករហូតដល់ល្ងាចវាយកមកចំចាស្លឹកនឹងត្រួយវាហើយលូតលាស់ការលូតលាស់ក៏វាលឿនដែរបើយើងស្រោចពេលល្ងាចអញ្ចឹងយប់ឡើងវាអស់ពលឺថ្ងៃហើយអញ្ចឹងយើងស្រោចពេលព្រឹកគឺល្អបំផុតចាហើយថែទាំក្នុងលូស៊ីម៉ងនេះគឺយើងដាំបែបថាផ្ទះយើងមានទីធ្លាទូចយើងអាចដាំក្នុងលូស៊ីម៉ងឲ្យធ្វើត្រើងក៏បានដែរអញ្ចឹងបងប្អូនចាដាក់តែក្នុងលូចេះយើងដាក់ជីដាក់អីទៅវាអត់ជីហ្នឹងវាអត់មានហូរតាណាទេគឺវានៅក្នុងរង្វង់លូស៊ីម៉ងនៅបើអាចមានលូស៊ីម៉ងធំយ៉ាងហ្នឹងដាំក៏បានដែរចារឹតតែល្អចាកាន់តែលូនេះកាន់តែធំទលាយល្អគឺវាធ្វើឲ្យតាពាំងជូរយើងមានដើមស្លឹកលូតលាស់ធំហើយនឹងច្រើនជាងមុនតាមអញ្ចឹងចាហើយដាក់ក្នុងលូនេះយើងថែទាំវាលក្ខណៈថាដីយើងគ្រួសចាគ្រួសខាងក្រោមថ្មអីចឹងហើយយើងមានទីធ្លាទូចយើងដាំចឹងទៅចាហើយដាំតាពាំងជូរនេះចាចង់បញ្ជាក់បងប្អូនថាខ្ញុំកាត់តែងស្រួយដើម្បីលាស់កំពង់ថ្មីចាប៉ុន្តែវាមានផ្កាពីផ្កាតែឥឡូវវាកាន់ក្តាប់បានប៉ុណ្ណឹងណាបងប្អូនចាហើយផ្លែជាលើកទី3ចាផ្លែលើកទី3ចានេះហើយដើមនេះខ្ញុំអត់បានថែសូវបានថែទាំណាឡើយតែរត់ភីសឹកមួយខែជាងអញ្ចឹងមកវិញខ្ញុំបានកាត់តែងទៅដាក់ជីចាមកវិញយើងដាក់ជីស្រោចទឹកសិនចាប្រហែលជាបានក្នុងលូប្រហែលជាចូលចិត្ត10ថ្ងៃក្រោយពីដាក់ជីដាក់ទឹកនឹងហើយមក10ថ្ងៃក្រោយបើខ្ញុំកាត់តែងដើម្បីឲ្យវាលាស់កំប៉ុងបឺតយកជីមកឆាប់លាស់កំប៉ុងឥឡូវលាស់កំប៉ុងថ្មីចាត្រួយខ្លះក៏វាទៅតែលូតបានប៉ុណ្ណេះហើយត្រួយខ្លះក៏វែងអញ្ចឹងតាំងអញ្ចឹងតែត្រួយវែងខ្ញុំបានកាត់ត្រួយចេញដើម្បីកុំឲ្យវាប្រឹងលូតតែឯងពេកធំតែឯងពេកគឺឲ្យវាចែកទៅត្រួយទូចក្រោយនេះឆាប់បានលាស់ប៉ាន់គ្នាកាលណាតាពាំងជូរលាស់ត្រួយប៉ាន់គ្នាគឺវាឆាប់ចាស់ស្មើគ្នាហើយផ្លែក៏ស្រស់គ្នាអញ្ចឹងដែរណាចាឥឡូវមើលក្តាប់ប៉ាន់នេះអញ្ចឹងបងប្អូនចាហើយដាក់ជីគឺមួយអាទិត្យទៅចាបងប្អូនបើបងប្អូនរវល់10ថ្ងៃម្ដងតែដាក់រាងថេបងប្អូនចាដាក់រាងថេចាលក្ខណៈពិសេសនៃការដាក់ជីថេគឺវាបើតញ្ចឹមត្រួយហ្នឹងគឺស្ទុះស្មើកុំឲ្យយើងដាក់ម្ដង10ថ្ងៃម្ដង20ថ្ងៃម្ដងមួយអាទិត្យអញ្ចឹងវាពិបាកនៅការបើយកតញ្ចឹមត្រួយនេះបើយើងដាក់ថេគឺវាប្រឹងស្ទុះស្មើគ្នាភ្នែកស្លឹកដើមល្អប៉ិនគ្នាល្អអញ្ចឹងចាដូចយើងអញ្ចឹងយើងហូបបាយអត់ទៀងគឺយើងឈឺកាពះហើយអញ្ចឹងដើមរុក្ខជាតិអីដូចគ្នាប៉ុន្តែយើងព្យាយាមដាក់ជីនឹងឲ្យទៀងទាត់ទៅចាវាក៏បានលទ្ធផលមកល្អមានផ្លែមានផ្កាឲ្យយើងឲ្យឆាប់ផ្លែផ្កាហើយបញ្ជាក់ថាលូនេះក្នុងលូនេះខ្ញុំដាំអត់ដល់1ឆ្នាំទេចា6ខែចាបានមានតែ4មេឃទេចាមានតែ4មេឃវាបានផ្លែខ្ញុំម្ដងចាផ្លែលើកទី3ណាបងប្អូនចាលើកទី2លើកទី3ចាអញ្ចឹងណាហើយផ្លែនេះមិនមែនកម្រងឲ្យផ្លែទេគឺដោយសារតែខ្ញុំបានកាត់ដើម្បីឲ្យបែកថ្មីទេដោយសារតែខ្ញុំរត់ភេសឹកអញ្ចឹងណាចាអញ្ចឹងពេលដែលយើងកាត់តែងហើយយើងស្រោចទឹកមកជោគដាក់ជីនឹងហើយពេលវាលាស់កំប៉ុងមកចាគឺវាមានមេឃខ្លះវាមានកម្លាំងវាក៏ចេញផ្កាហើយឥឡូវនេះវាកាន់ក្តាប់ទូចចេះហើយចាអញ្ចឹងណាចាហើយបើសិនជាមេឃតាពាំងជូរនេះដូចខ្ញុំនិយាយតែចឹងបើសិនជាមានផ្លែបងប្អូនចង់ឲ្យមានផ្លែធំរហូតបងប្អូនប្រើជីធម្មជាតិពីរមុខគឺជីអាចគោបូកនឹងជីអាចមន់អញ្ចឹងណាចាបើបងប្អូនអត់មានជីធម្មជាតិបងប្អូនប្រើធ្វើជីកាក់សំណល់ផ្ទះបាយយើងទៅក៏បានដែរដាក់កាក់សំណល់ផ្ទះបាយផ្អាប់ជាមួយទឹកកកស្រោចចាទឹកមួយកំប៉ុងត្រីខចំណោះដាក់លាយទឹក20លីត្រស្រោចជុំវិញគល់អាហ្នឹងយើងអត់ប្រើជីលាយមាន់ស្ងួតហើយណាគោយើងក៏ប្រើចង់បានប៉ុន្តែខ្ញុំមានខ្ញុំដាក់ចាអញ្ចឹងចាបើសិនជាផ្លែនឹងអត់មានផ្លែយើងប្រើតែជីអាចគោបានហើយបងប្អូនចាជីអាចគោចាមួយទៀតសម្រាប់បងប្អូនពិបាករកជីធម្មជាតិបងប្អូនអាចប្រើជីគ្រាប់បានតែត្រូវតែចល័តជាមួយនឹងជីកាក់សំណល់ផ្ទះបាយអញ្ចឹងបានដើមតាពាំងជូរយើងហ្នឹងវាល្អនៅបានមួយយើងយូរបើយើងប្រើជីគ្រាប់ពេកវាធ្វើឲ្យខូចឫសច្រើនទេព្រោះជីគ្រាប់គឺជាជីគីមីអញ្ចឹងយើងកុំគួរដាក់វាញឹកញាប់ពេកយើងដាក់ចល័តបានបងប្អូនចាអញ្ចឹងដាក់ចល័តជាមួយនឹងជីធម្មជាតិបានហើយបើយើងថាប្រើជីគ្រាប់
បានអត់ចាក់បានដូចគ្នាគ្រាន់តែតែ5ជូរយើងវាអត់សូវមានអាយុវែងនៅជាមួយយើងបានយូរអញ្ចឹងបើយើងប្រើជីធម្មជាតិគឺវានៅបានយូរជាមួយយើងចាឬវាគឺនៅល្អចាបើយើងប្រើជីគីមីគឺឬវាអាចយូរបន្តិចយូរឆ្នាំបន្តិចទៅវាខូចប្រព័ន្ធឫសវាចាបាយបាយជំរាបលា